របៀបរៀនពីកំហុសហើយមិនធ្វើវាឡើងវិញតើអ្នកធ្លាប់មានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងសង្កត់លើស្មារបស់អ្នកគ្រាន់តែដោយសារតែអ្នកបានដើរខុសមួយជំហានដែរឬទេកំហុសមិនមែនជាទីបញ្ចប់នៃជីវិតនោះឡើយប៉ុន្តែវាគឺជាសញ្ញាបញ្ជាក់ថាអ្នកកំពុងតែព្យាយាមមនុស្សដែលមិនធ្លាប់ធ្វើខុសគឺជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះនៅក្នុងជីវិតមនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតដើម្បីរត់គេចពីកំហុសឬចំណាយពេលអង្គុយបន្ទោសខ្លួនឯងឥតឈប់ឈរប៉ុន្តែអ្នកដែលជោគជ័យពិតប្រាកដគេមិនធ្វើបែបនោះទេនៅពេលពួកគេដួលពួកគេមិនប្រញាប់ក្រោកទាំងអារម្មណ៍ស្លន់ស្លោឡើយប៉ុន្តែពួកគេតែងតែឈប់មួយខណៈដើម្បីសម្លឹងមើលទៅកន្លែងដែលពួកគេបានដួលរួចសួរខ្លួនឯងថាតើមានអ្វីនៅទីនោះដែលខ្ញុំត្រូវរៀនដើម្បីកុំឲ្យកំហុសដដែលកើតឡើងជាលើកទី2ជំហានដំបូងបំផុតគឺការទទួលស្គាល់កុំព្យាយាមរកលេសកុំទម្លាក់កំហុសទៅលើអ្នកដទៃឬព្រហ្មលិខិតការទទួលខុសត្រូវលើទង្វើខ្លួនឯងគឺជាអំណាចដ៏ធំធេងដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងស្ថានភាពបាននៅពេលអ្នកហ៊ាននិយាយថាវាជាកំហុសរបស់ខ្ញុំនោះអ្នកទើបតែបានបើកទ្វារនៃការព្យាបាលនិងការកែប្រែបន្ទាប់មកចូលវិភាគរកឫសគល់នៃបញ្ហាតើកំហុសនោះកើតចេញពីការធ្វេសប្រហែសការខ្វះព័ត៌មានឬមកពីអារម្មណ៍ឆេវឆាវមួយពេលការឈប់ដឹងពីមូលហេតុនឹងក្លាយជាខែលការពារអ្នកនៅថ្ងៃអនាគតបើអ្នកគ្រាន់តែសន្យាជាមួយខ្លួនឯងថាខ្ញុំនឹងមិនធ្វើវាទៀតទេដោយគ្មានផែនការច្បាស់លាស់នោះអ្នកនឹងធ្លាក់ក្នុងរណ្ដៅដដែលជាក់ជាមិនខានការផ្លាស់ប្ដូរមិនមែនកើតឡើងតាមរយៈពាក្យសន្យានោះទេប៉ុន្តែវាកើតចេញពីវិន័យថ្មីនិងសកម្មភាពថ្មីចងចាំថាជីវិតគឺជាសាលារៀនដ៏ធំមួយហើយកំហុសគឺជាគ្រូដ៏ល្អបំផុតដែលអ្នកមិនអាចរកបាននៅក្នុងសៀវភៅកុំខ្មាស់អៀននឹងស្លាកស្នាមនៃភាពបរាជ័យព្រោះវាជាសក្ខីភាពនៃភាពក្លាហានរបស់អ្នករាល់ពេលដែលអ្នកក្រោកឈរឡើងវិញអ្នកមិនមែនត្រឡប់មកចំណុច0វិញទេប៉ុន្តែអ្នកត្រឡប់មកវិញជាមួយនឹងបទពិសោធន៍និងភាពវៃឆ្លាតជាងមុនឈប់ស្ដាយក្រោយចំពោះអ្វីដែលបានកន្លងហួសប៉ុន្តែត្រូវប្រើវាជាមេរៀនដើម្បីកសាងថ្ងៃនេះឲ្យល្អជាងមុនកំហុសគឺជាចំណែកមួយនៃភាពជោគជ័យបើគ្មានការខុសក៏គ្មានការរៀនសូត្រហើយបើគ្មានការរៀនសូត្រក៏គ្មានការរីកចម្រើនដែរចូលកែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងរុញច្រានហើយកែប្រែកំហុសឲ្យទៅជាជណ្ដើរសម្រាប់ឈានទៅរកគោលដៅជឿជាក់លើខ្លួនឯងក្រោកឈរឡើងរួចដើរទៅមុខបន្តទៀតដោយភាពជឿជាក់អ្នកខ្លាំងជាងអ្វីដែលអ្នកកំពុងគិត